បាទសួស្តីបងមេថ្ងៃនេះមកមើលពីរបៀបធ្វើខ្សែស្វីសកាតាឡុកកវលមូលបាទខ្សែនេះបងអូនអត់ធ្លាប់ធ្វើដែរលើកទី1ធ្វើកវលមូលមានកវលទូចមួយធំមួយអាក្រៅធំអាក្នុងទូចស្វីសកាតាឡុកអូនធ្លាប់ធ្វើពីមុនធ្វើតែកវលពងកពើតែឥឡូវធ្វើកវលមូលយើងថ្លៃយើងអាវាឲ្យអស់កវលមកនេះផ្លែណារៀងរើផងបើមកវិញអាលឿនដោយសារវាអស់ហើយយើងអាវាមកឲ្យស្អាតមកយើងបោះកវលវាមកឥឡូវមកដល់ចាក់នេះចាក់ដំបូងយើងវងវិញវងដោយសារវាកវលពីរអញ្ចឹងយើងខ្លាចច្រឡំគ្នាអញ្ចឹងយើងរៀបសារត្រីដុំធម្មតាខ្សែធំអញ្ចឹងផ្សារត្រីដុំវាលឿនជាងត្រីឆាបយូរតែគាត់ថាវាមិនសូវស្និទ្ធដូចត្រីឆាបអញ្ចឹងឥឡូវខ្សែហើយដោយសារបងអូនអត់ខ្ជិលថតវាវែងពេកថតកាត់ឥឡូវមកវាយហើយអីហើយឆាបអីហើយស្អាតហើយនៅធ្វើប្រអប់សោសារថតទៅវាយូរពេកហើយណាមួយយើងពិបាកថតផងឥឡូវធ្វើប្រអប់សោហើយអានេះសម្រាប់ហើយមកហើយបងបាក់ស៊ីលុយ3ថ្ងៃដែរបានហើយខ្សែនេះមិនស្រួលយូរប្រអប់សោមកធ្វើវាត្រូវលឿនទេធ្វើមិនត្រូវយូរមកប្រអប់សោមេបងធ្លាប់ធ្វើដឹងស្រាប់ហើយខ្សែហ្នឹងមិនសូវជាស្រួលប្រហែលនេះបាទឡាស៊ីលុយឯប៉ុណ្ណាមកធ្វើនឹងចាត់បាយដែរខ្សែនេះធ្វើឲ្យយើងចាត់បាយតិចស៊ីលុយអត់សូវឆ្ងាញ់ធ្វើឲ្យបាត់ទៀតជីវិតជាងហ្នឹងមកអើយមិនសូវស្រួលទេ